transformer ដែលភាសាខ្មែររបស់យើងគេហៅថា transformator ចំពោះ transformator របស់យើងនេះគឺសំខាន់ណាស់ក្នុងការបញ្ជូនបញ្ចុះនិងដំឡើងទៅតងនៅក្នុងវិស័យធម្មពលរបស់យើងនេះជាពិសេសក្នុងអនុស្ថានីយ៍វាសំខាន់ប្រៀបដូចបេះដូងរបស់មនុស្សយើងអញ្ចឹងណាអញ្ចឹងបើសិនជាអត់មានវាទេក៏អាចប្រតិបត្តិការដំណើរការឬក៏បញ្ជូនធម្មពលប្រើក្នុងការប្រើប្រាស់បានដែរចំណុចដំបូងខ្ញុំចង់បង្ហាញហ្នឹងតាក់ទងមួយនឹង name plate ជាទូទៅឧបករណ៍អគ្គិសនីគេតែងតែផលិតវាហើយភ្ជាប់វាជាមួយនឹង name plate របស់វាដែលយើងអាចមើលទិន្នន័យមើលពីការប្រើប្រាស់ផ្សេងៗហ្នឹងអាចមើលទៅ name plate របស់វាយើងអាចដឹងពីរបបយើងអាចដឹងពីការកំណត់តង់ចុងយើងអាចដឹងពីប្រភេទនិងពីទំហំអានុភាពរបស់វាអញ្ចឹងខ្ញុំក្នុងការបង្ហាញ name plate នេះខ្ញុំបង្ហាញទទួលតាក់ទងជាមួយនឹងរបបហើយនឹងអានុភាពរបស់វាទេហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលផ្ទាល់សម្រាប់ទិន្នន័យអញ្ចឹង transformer របស់យើងនេះគឺវាមានអានុភាពសរុបរហូតដល់240 MVA អញ្ចឹង240 MVA អ្នកនរគ្នាអាចមើលនេះបាននេះអញ្ចឹងវាមាន capacity វាគឺ240 MVA នេះគឺជា rate ຂະຫນາດយើងគិតជា MVA ហើយ rate តង់ចុងរបស់វាគឺ230 kV 30 kV ហើយនេះគឺជា resolution rate របស់វាគឺគេគុណភាគរយ 1.25% អញ្ចឹងទំហំ transformer នេះគេបញ្ជូនវាដំណើរការវា3 ហ្វាមានហ្វា A ហ្វា B និងហ្វា C ដែលយើងអាចកំណត់បានថានេះគឺជា transformer បញ្ចុះហើយតែបើយើងដឹងថាវាជា transformer បញ្ចុះអញ្ចឹងយើងមើលរបបរបស់វាចារបបរបស់វា HV ហើយនឹង MV អញ្ចឹងមានន័យថាពី230ចុះមកដល់115 kV នេះគឺជាខាងផ្នែក115 kV យើងអាចមើលឃើញបាននេះគឺជាព័ត៌មានត្រួសតាក់ទងមួយនឹង name plate អញ្ចឹងទិន្នន័យវាមានច្រើនខ្ញុំបង្ហាញទៅត្រឹមប៉ុណ្ណឹងចំពោះការមើល name plate របស់វាអញ្ចឹងអ្នកនរគ្នាប្រយ័ត្នច្រឡំព្រោះវានេះគឺជា transformer ដែលមាន3របបទី1របបទី2ហើយនិងរបបទី3ប៉ុន្តែជាក់ស្ដែងគេប្រើប្រាស់តែត្រឹមតែ2របបទេដោយសារយើងគ្រាន់តែទម្លាក់តង់ចុងពី230 kV ចុះមក115 kV ហើយនេះគឺជាកន្លែងដែលយើងអាចមើលពី tape changer នេះ tape changer អញ្ចឹងចំនួននេះលេខនេះយើងអាចមើលថាវា tape យើងដើរនៅលេខម៉ាននេះហើយនេះគឺជាចំនួនដងនៃការដើររបស់ tape របស់យើងហើយចំពោះនេះគឺជា MCB របស់ tape របស់យើងហើយយើងអាច control យើងអាចបញ្ជាជាមួយនឹង selector របស់យើងនេះបានអញ្ចឹងឡើងចុះនេះគឺជាការបញ្ជាយើងកាច់ឲ្យវាឡើងគឺឡើងកាច់ឲ្យវាចុះវានឹងចុះហើយសម្រាប់តែយើងបញ្ជានៅក្រោមនេះយើងអាចកាច់ selector របស់យើងនេះមកដាក់ជាមួយនឹង local បានយើងដាក់ local remote ហើយនឹង auto អញ្ចឹងវាមាន3ហ្នឹងអញ្ចឹងនេះគឺជា tape changer ដែលខ្ញុំបង្ហាញទូប៉ុណ្ណឹងគឺវាមានតែប៉ុណ្ណឹងហើយចាំយើងមកមើលជាមួយនឹង temperature របស់វាទៀតអញ្ចឹងនេះគេហៅថា oil temperature វាមានតួនាទីបង្ហាញនៅកម្ដៅរបស់
ប្រេងរបស់យើងអញ្ចឹងប្រេងចឹងត្រង់ស្វូមួយមានតែមានប្រេងហ្នឹងគឺជាប្រេងអ៊ីសាឡង់ដែលអាចឲ្យត្រង់ស្វូដើរក្នុងរបបដែលអត់មានការចម្លងមកតួអញ្ចឹងវាជាអ៊ីសាឡង់អញ្ចឹងហើយអញ្ចឹងតកតងជាមួយនឹងលក្ខខណ្ឌឡើងកម្ដៅប្រេងវាមានលក្ខខណ្ឌមួយចំនួនដូចជាយើងប្រើប្រាស់បន្ទុកច្រើនក៏វាអាចឡើងកម្ដៅប្រេងហើយបើវាមាន short circuit ក្នុងរបងក៏វាធ្វើឲ្យប្រេងឡើងកម្ដៅដែរអញ្ចឹងណាហើយនេះគឺជាតម្លៃដែលគេ set នៅពេលដែលវាដល់តម្លៃនេះអាចនឹង trip ហើយនឹងមាន fan មានអីសម្រាប់ដើរអញ្ចឹង winding ក៏ជាមួយគ្នាហើយ oil គឺវាចាប់កម្ដៅដូចគ្នាហើយនេះក៏ winding វាចាប់កម្ដៅដូចគ្នាអញ្ចឹងគ្រាន់តែ winding គេកំណត់យកកម្ដៅពីរបងមកពី winding តែនេះគ្រាន់តែកម្ដៅពី oil អញ្ចឹងវាមានតួនាទីវាមានកម្រិតអីដូចគ្នាគ្រាន់តែ set ខុសគ្នាតិចតួចនៅពេលដែលមានបញ្ហាអញ្ចឹងមាន trip អញ្ចឹងដំណើរការវាគឺមានប៉ុណ្ណឹងហើយនេះអ្នកទាំងអស់គ្នាប្រហែលជាមើលឃើញអាចអ្នកខ្លះក៏គាត់អាចធ្លាប់ឃើញធ្លាប់ដឹងអញ្ចឹងណាអញ្ចឹងនេះគេហៅថា breather ហ្នឹងវាសម្រាប់សម្ងួតសំណើមនៅពេលដែលខ្យល់ឬក៏ជាធម្មតាប្រេងក្តៅវារីកមានពេលត្រជាក់វារួមអញ្ចឹងនៅពេលតែវារួមខ្យល់វានឹងបឺតចូលទៅក្នុងត្រង់ស្វូវិញអញ្ចឹងអានេះយើងការពារខ្យល់ដែលមានសំណើមព្រោះអត់អាចតែមានខ្យល់មានសំណើមវាអាចនឹងធ្វើឲ្យវាមានចម្លងអគ្គិសនីអញ្ចឹងមានបញ្ហាឲ្យត្រង់ស្វូរបស់យើងហើយចំពោះត្រង់ស្វូរបស់យើងនេះធំខ្លាំងហើយនេះគឺជា fan ដែល fan របស់យើងទាំងអស់វាមាន12 fan អញ្ចឹងខាងនេះ6ហើយនៅខាងផ្នែកមកខាងទៀតវាមាន6ដែរអញ្ចឹងទាំងអស់វា12ហើយនៅខាងលើនោះវាមានរ៉េផ្សេងដែលជារ៉េប្រភេទ body protection អញ្ចឹងនៅពេលដែលត្រង់ស្វូធំអញ្ចឹងយើងត្រូវការពារវាច្រើនទាំង body protection ហើយនឹងប្រើ relay protection ផ្សេងហើយក្នុងការ checklist អញ្ចឹងនៅពេលដែលយើងធ្វើការយើងមើលវាគឺយើងធ្វើការ checklist ជារៀងរាល់ថ្ងៃអញ្ចឹងមួយថ្ងៃយើង check 2ដងសម្រាប់នេះត្រង់ 230 នេះគឺយើងមានមើលទៅលើកម្រិតប្រេងកម្រិតសីតុណ្ហភាពប្រេងហើយយើងមើលទៅលើ counter បន្វាហើយជាមួយនឹង silica gel ដែលខ្ញុំបង្ហាញថា line breather មិញហ្នឹងហើយជាមួយសំឡេងក៏សំខាន់ដែរនៅពេលដែលវាបន្ទុកកាន់ខ្ពស់សំឡេងវាកាន់តែធ្ងន់អញ្ចឹងយើងអាចកំណត់បានហើយបញ្ហាផ្សេងយើងអាចមានទៀតយើងមើលខាងផ្នែកខាងនោះនេះត្រង់ស្វូម្ដងអញ្ចឹងឥឡូវហ្នឹងវាកំពុងតែដំណើរការអ្នកទាំងអស់គ្នាអាចស្ដាប់សំឡេងលើបានអញ្ចឹងអ្នកទាំងអស់គ្នាស្គាល់អត់ខាងលើធំហ្នឹងគឺជា main tank របស់វារបស់ត្រង់ស្វូហ្នឹងហើយនេះគឺជា breather មួយទៀត silica gel វាអ្នកទាំងអស់គ្នាឃើញវាមាន2ពណ៌ដែលពណ៌នេះអញ្ចឹងវាបង្ហាញនៃគុណភាពរបស់វាតែយើងប្រើច្រើនឆ្នាំនៅពេលដែលវាធ្លាក់គុណភាពវាផ្លាស់ប្ដូរទៅជាពណ៌លឿងស្រាលអញ្ចឹងទៅអញ្ចឹងយើងអាចនៅពេលដែលវាលឿងទាំងអស់អញ្ចឹងយើងអាចផ្លាស់ប្ដូរ silica gel ដើម្បីឲ្យត្រង់ស្វូយើងការសុវត្ថិភាព
ទី2ខាងនោះគាត់ចាំរែកសទី1អញ្ចឹងវាមានហើយហេតុអីបានគេដាក់មែនថេងវាកន្លែងដែល space សម្រាប់ឲ្យប្រេងរបស់យើងឡើងចុះអញ្ចឹងវាអាចអត់ឲ្យត្រង់ស្វោយើងស្ទះបានទេកន្លែងហ្នឹងណាកន្លែងហ្នឹងគឺសំខាន់អញ្ចឹងនោះគឺជាសីតុណ្ហភាពរបស់ដែលមិនសំដៅមិនជាសីតុណ្ហភាពគឺកម្រិតប្រេងដែលយើងអាចមើលពីក្រោមនេះបានអញ្ចឹងទីវាគឺធំត្រង់ស្វោអញ្ចឹងក្នុងការថតឲ្យអ្នកទាំងអស់គ្នាគឺមានតែប៉ុណ្្នឹងទេដែលខ្ញុំបង្ហាញត្រួសសម្រាប់លេងសម្រាប់មើលត្រួសចំពោះបងប្អូនដែលសិក្សាអគ្គិសនីជំនាញអគ្គិសនីនៅសាលាដែលមិនសូវឬក៏អ្នកខ្លះអត់ដែលបានឃើញត្រង់ស្វូផ្ទាល់អញ្ចឹងអាចបងប្អូនអាចមើលវីដេអូ